មិនមកថ្មីរៀន10ច្បាប់ឲ្យឲ្យមុនម៉ោង10ព្រឹកនៅមានទៀតច្បាប់ទម្លាប់រាប់ព្រឹកគឺត្រូវឆុងកាហ្វេម៉ូកាជាប្រចាំតទៅឯងជាអ្នកទិញកាហ្វេឲ្យជឹងចាំឲ្យច្បាស់ទៅតែជាកាហ្វេកិនតែផ្ទាល់ដៃពុតមែនទេបើមានមិនកើតកូនចៅក៏ចាប់ទៅតាមនឹងដែរអញ្ចឹងតើបានស៊ូម៉ងរើសឯងឲ្យមកធ្វើការសតតែជាពូខូក្បាលមិនដាល់ដូចគ្នាបើចង់ធ្វើការនេះបន្តទៀតមិនថាជឹងប្រាប់ឲ្យធ្វើអ្វីទេត្រូវតែធ្វើតាមជឹងមិនចឹងទេជឹងនៅដេកក្បាលឯងជឹងថ្លង់ណាស់អ្នកណាគេមកព្រុសអីទាំងព្រឹកព្រលឹមបែបនេះយ៉ាម្នាក់ចូលថ្មីនេះវាស្ថិតនៅក្នុងវាសារបស់នរឯងទេញ៉ាំគឺជាមេក្រុមផ្នែកលក់រានតើឲ្យជួយទិញកាហ្វេមួយកែវឬមិនបានទេអូមេក្រុមយ៉ាងលោកនិយាយសមហេតុផលណាអញ្ចឹងក្នុងនាមខ្ញុំជាប្រធានផ្នែកលក់ឥឡូវខ្ញុំឃ្លានហើយជួយទៅទិញអាហារពេលព្រឹកឲ្យខ្ញុំទិញទឹកសណ្តែកកិនដៃត្រូវតែក្តៅល្មមមិនឲ្យលើមិនឲ្យខ្វះត្រូវ70អង្សាហើយនឹងនំគូឆៃមិនយកស្នូលគូឆៃនិងនំពងមាន់មិនយកពងមាន់ហើយថែមបបរគ្រឿងមួយចានទៀតត្រូវតែទិញនៅហាងល្បីមានភ្ញៀវតម្រង់ជួបប្រវែង50ម៉ែត្រថាទៅទិញឲ្យខ្ញុំមកម៉ងនេះគឺហួសហេតុពេកអីហួសហេតុទេពាក្យចាស់ពោលថាតំណែងធំជាមួយថ្នាក់អាចសង្កត់កឲ្យស្លាប់ធ្លាប់ឬទេគ្រាន់ជាលោកមានទម្លាប់ចូលចិត្តប្រើគេបែបនេះខ្ញុំក៏ចង់ឲ្យលោកភ្លក់រសជាតិស្នាដៃខ្លួនម្ដងមុននេះលើនិយាយថាមិនអញ្ចេះប្រសិនបើលោកចង់នៅធ្វើការនេះបន្តទៀតទោះខ្ញុំប្រើឲ្យធ្វើអ្វីដាច់ខាតត្រូវតែធ្វើតាមកុំជំទាស់មិនអញ្ចឹងទេថ្ងៃនេះខ្ញុំនឹងដេញបានលោកចៅល្អយើងចាំទៅមើលទៅប្រុសស្អាតម្នាក់នេះប្រហែលលងស្នេហ៍ខ្ញុំហើយទេដឹងប្រធានផ្នែកស៊ូពួកយើងដូចជាធ្លាប់ជួបគ្នាពីមុនមានរឿងអញ្ចឹងផងហ៎មិនក៏ខ្ញុំមិនចាំអញ្ចឹងចាប់ហើយកុំប្រាប់ណាថាគេនៅចំណាំខ្ញុំបានប្រធានស្រីខូចខលបំពេញលើកូនចៅប្រុសស្លូតបនខ្ញុំចិត្តស្លាប់ទៅហើយតែជាមិនអាចរក្សាគេឈ្មោះល្អប្រហែលជាខ្ញុំចំណាំមនុស្សខុសហើយមើលទៅត្រូវហើយមិនខុសទេប្រធានផ្នែកស៊ូពិធីគប់30ឆ្នាំរបស់ក្រុមហ៊ុនគឺជិតដល់ហើយហើយខ្ញុំនឹងរៀបចំកៅអី VIP ឲ្យនាងអង្គុយនៅក្បែរលោកប្រធានផ្ទាល់ប្រធានអូខ្ញុំមិនដឹងថាថ្មីនេះមានរឿងអ្វីទេទើបបានជាលោកធ្វើដល់ពីប្រែប្រួលលឿនបែបនេះក៏ប៉ុន្តែសិទ្ធិពិសេសនេះខ្ញុំមិនត្រូវការទេប្រធានផ្នែកស៊ូមិនចាំបាច់មានសម្ពាធផ្លូវចិត្តស្អីទេនេះគឺជារឿងដែលនាងសមនឹងទទួលមិនលាក់បាំងនៅលោកទេមួយខែទៀតខ្ញុំនឹងចាក់ចែងពីទីនេះឈប់ធ្វើផ្នែកលក់ហើយអញ្ចឹងមិនថាលោកធ្វើអីសុទ្ធតែគ្មានន័យចំពោះខ្ញុំមួយខែឬមួយខ្ញុំយល់ច្រឡំនឹងអត្តសញ្ញាណស៊ូម៉ងពិតមែនខុបទី30លើកនេះត្រូវតែធ្វើឲ្យបានល្អជាទីបំផុតហើយខ្ញុំនឹងប្រកាសប្រាប់បុគ្គលិកពីការផ្ទេរតំណែងនៅរយៈពេល1ខែទៀតនេះជាព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនហាមធ្វើឲ្យបែកធ្លាយទៅបុគ្គលិកមិនលាក់បាំងនៅលោកទេមួយខែទៀតខ្ញុំនឹងចាក់ចែងពីទីនេះឈប់ធ្វើផ្នែកលក់ហើយអញ្ចឹងតើបានឈប់ធ្វើផ្នែកលក់ការពិតទៅត្រៀមខ្លួនឡើងតំណែងស្នងក្រុមហ៊ុនសោះស៊ូម៉ងពិតជាកូនស្រីម្ចាស់ក្រុមហ៊ុនពិតមែនថាម៉េចស៊ូម៉ងជាកូនស្រីម្ចាស់ក្រុមហ៊ុនអញ្ចឹងខ្ញុំកំពុងតែបំផ្លាញឱកាសខ្លាយជាអនាគតកូនប្រសាររបស់ក្រុមហ៊ុនទៅហើយទៀតកាលពីមុនខ្ញុំខំប្រឹងរណបចិត្តមនុស្សគ្រប់គ្នាតែនៅតែត្រូវរស់ក្នុងភាពភ័យខ្លាចរាល់ថ្ងៃតែពេលនេះជីវិតរបស់ខ្ញុំសល់ពេលមិនដល់1ខែទៀតផងបែរជាលៀបសំណាងក្រុមសម្រាប់ចូលមកក្នុងជីវិតខ្ញុំទៅវិញប្រធានផ្នែកស៊ូថ្ងៃនេះគឺពិតជាស្រស់ស្អាតខ្លាំងណាស់បើប្រៀបធៀបទៅពិធីសារទាំងមួយគឺសុទ្ធតែចាញ់សម្រស់អ្នកនាងទាំងអស់ខ្ញុំសូមទៅទទួលភ្ញៀវសិនហើយស៊ូម៉ងនេះជាពិធីគម្រប់ខួបក្រុមហ៊ុនមិនមែនវេទិកាឲ្យនាងមកលោឡាទេនាងតែងធ្វើរបៀបនេះចង់ឲ្យអ្នកណាមើលការដែលនាងឡើងធ្វើជាប្រធានផ្នែកលក់បានច្បាស់ជានាងប្រើវិធីផ្លូវកាត់បន្ខានយើងមើលទៅនាងប្រហែលជាមានបញ្ហាហើយទើបបានជាមើលអ្វីក្នុងផ្លូវអាក្រក់បែបនេះខ្លួនថោកទាបបែរជាដើរចោលគេនាងមាត់ស្អីរឿងនេះនាងមិនយល់ទេការនិយាយពាក្យពិតតែអាក្រក់ស្ដាំទើបធ្វើឲ្យមាត់យើងប្រែទៅអាចនឹងក្រអូមមិនអញ្ចឹងទេបើខំលាពាក្យពឹសពលនោះទុំវានឹងធ្វើឲ្យចិត្តគំនិតរបស់យើងកាន់តែកខ្វក់បងប្រាប់យ៉ាងឆិនស៊ូម៉ងម្នាក់នេះគ្រាន់តែបានឡើងធ្វើជាប្រធានផ្នែកឡើងទុកយើងក្នុងផ្នែកឆាយថែមទាំងនៅក្នុងពិធីក្រុមហ៊ុនដែលកម្មវិធីធំបែបនេះនិយាយពីអសរូបពេញមាត់ធ្វើឲ្យក្រុមហ៊ុនបាក់មុខមាត់អស់គ្រាន់តែជាបុគ្គលិកថ្នាក់ទៀតបើជាហ៊ាននិយាយមិនល្អដាក់ប្រធានឡើងនាងពិតជាធំមែនខ្ញុំគ្រាន់តែត្រង់មើលមិនបានធ្វើរឹកពីដែលនាងមើលងាយគេគ្រប់គ្នានាងចង់ប្រមាថខ្ញុំបានតែបងផ្លេចឆាយឯងនាងមានចេតនាធ្វើបាបបងបើខ្ញុំតែដោយសារមនុស្សដូចជានាងមកញុះញង់ទំនាក់ទំនងខ្ញុំហើយនឹងម៉ងខ្ញុំមិននឹងអាចជួយច្រឡំនឹងម៉ងទៅអ្នកប្រុសថ្ងៃនេះមនុស្សនៅក្រុមហ៊ុនមកជុំគ្នាអស់ហើយជាឱកាសដែលយើងអាចតាមរកស្រីជើងល្អនោះឲ្យឃើញហើយម៉ងយប់ទៅចាក់ណាស់ប្រយ័ត្នផ្ដាសាយបងពិតជាបារម្ភពីអូនណាអេបងធ្វើអីហ្នឹងម៉
បងចាប់តាំងពីបងបាយពីអូនបងបាយមិននឹកទឹកមិនស្រែកគឺក៏មិនលក់ដែរគូក្បាលបងនឹកតែអូនម្នាក់គត់នឹកអនុស្សាវរីយ៍ដែលពួកជើងធ្លាប់មានជាមួយគ្នាដែលបងដាច់ចិត្តនិយាយពាក្យបែកក៏ព្រោះតែគេចាក់រុកស្រីម្នាក់នេះពេលនេះបងដឹងកំហុសហើយពួកជើងត្រូវគ្នាវិញទៅ យ៉ាងឆិនតាមពិនក្រៅបាយពីលោកខ្ញុំក៏ដេកមិនលក់បក់មិនលះហើយដែរបាយមិននឹកទឹកមិនស្រែកដូចគ្នាញ៉ាំបាយមិនជើលព្រោះរាល់ពេលដែលនឹកឃើញមុខលោកធ្វើឲ្យខ្ញុំចង់ក្អួនហើយដែលខ្ញុំដេកមិនលក់គឺដោយសារខ្លាចយល់សពឃើញប្រុសចង្រៃដូចជាលោកហើយត្រូវយល់សពអាក្រក់ បងដឹងថោនកំពុងតែខឹងទើបបានជឿនិយាយពាក្យមកជឿចិត្តបងពីមុនអូនស្រឡាញ់បងណាស់រហូតដល់ប្រគល់ស្នាដៃការងារឲ្យបងមិនអាចចង់ភ្លេចក៏ភ្លេចនោះទេ លោកនឹងហ៊ានមករំលឹករឿងនេះទៀតទេ បង មេក្រុមយ៉ាងយកស្នាដៃគេឲ្យមកនិយាយយ៉ាងមានមោទនភាពគួរឲ្យសរសើរពិតណាស់ ឯងជិះស្អីទើបបានជាហ៊ាននិយាយនឹងជើងបែបនេះអាងអីមកកាត់សម្ដីរបស់ជើង រួចបន្លំប្រព័ន្ធស្នាដៃគេតាមរំខានបៀតបៀនបុគ្គលិកស្រីដង្កូវក្នុងសាច់ដូចជាឯងនេះអាចនៅក្រុមហ៊ុននេះបានគឺជាកំហុសរបស់ថ្នាក់ដឹកនាំ ត្រឹមតែជាបុគ្គលិកធម្មតាម្នាក់សោះបែរជាហ៊ានខ្លាំខំរិះគន់ថ្នាក់ដឹកនាំទោះបីមិនក៏មិនហ៊ាននិយាយដែរយ៉ាងម៉េចគឺថាខ្លួនឯងជាក្រុមប្រប្រធានក្រុមហ៊ុននេះម៉ងកំចាញ់បោករឹកពីមនុស្សសម្ដែងធ្វើជាថ្លៃថ្នូរអីការពិតទៅគឺវាមានបំណងមិនល្អលើអូនទើបបានជាវាខំរៀបរៀងមិនឲ្យពួកយើងត្រូវគ្នាវិញ គេទាំងនៅក្មេងនឹងសង្ហាស្មារតីរៀនវែងស្វែងនិងមានសុវត្ថិភាពមានចិត្តអត់ធ្មត់ទោះជាគេមានបំណងមិនល្អខ្ញុំក៏អត់ប្រកាន់ដែរតែចារឿងអីខ្ញុំត្រូវគ្នាជាមួយលោកវិញនេះលោកទាំងអាយុក៏ច្រើនសមត្ថភាពខ្សោយនិយាយរួមអន់ដែលសំខាន់មុខមាត់អាក្រក់ ម៉ងបងនឹងធ្វើឲ្យអូននឹងថាមានតែបងម្នាក់គត់តែជាបរិស័ទសំនឹងឈរក្បែរអូនហើយចំណែកឯងវិញយើងមិនឲ្យឯងរូបបានស៊ូទេ ភ្ញៀវកិត្តិយសទាំងអស់ខ្ញុំសូមប្រកាសពិធីគប់អនុស្សាវរីយ៍30ឆ្នាំនៃសម្ព័ន្ធស៊ូបានចាប់ផ្ដើមជាផ្លូវការសូមអញ្ជើញលោកប្រធានក្រុមហ៊ុនស៊ូឡើងថ្លែងសន្ទរកថា ឆ្លងកាត់ជោគលៀងអស់រយៈពេល30ឆ្នាំការរីកចម្រើនរបស់សម្ព័ន្ធស៊ូសុទ្ធតែមានចំណែកការខំប្រឹងនៃបុគ្គលិកគ្រប់រូបថ្ងៃនេះដោយចិត្តស្បោះស្បាច់ចេញពីបេះដូងសូមអរគុណគ្រប់គ្នាទន្ទឹមនឹងនេះខ្ញុំក៏ចង់ប្រកាសពីការសម្រេចចិត្តដ៏សំខាន់មួយសម្រាប់សម្ព័ន្ធស៊ូរបស់យើង ការសម្រេចចិត្តអីទៅ ធ្លាប់លើពាក្យចចាមអារ៉ាប់ថាលោកប្រធានត្រៀមចុះពីតំណែង ចាស់ចេញពីតំណែង ចិត្តគិតចាប់ពីខែក្រោយនេះទៅខ្ញុំចុះចេញពីតំណែងផ្លូវការហើយនឹងផ្ទេរការគ្រប់គ្រងក្រុមហ៊ុនឲ្យទៅជាជាតិស្នងមរតក តាចាស់នេះកាត់ថៃនឹងធ្វើមកធ្វើមកដាក់ខ្ញុំរហូត តទៅនេះសូមអញ្ជើញទីយិត្តស្នងសម្ព័ន្ធមរតកស៊ូឡើងថ្លែងសន្ទរកថា ប្រធានប្រៃស៊ូនឹងមិនឡើងឆាតទេ ខ្ញុំឯង មើលទៅទីយិត្តស្នងមរតកមិនទាន់ទម្លាប់នឹងកម្មវិធីធំបែបនេះទេ កាលពីមុនគេក៏ធ្លាប់ប្រាប់ខ្ញុំដោយផ្ទាល់ដែរថាចង់ប្រើសមត្ថភាពផ្ទាល់ខ្លួនមកការស្នាដៃការងារដោយសារមួយខែទៀតឯនោះទើបខ្ញុំចុះចេញពីតំណែងខ្ញុំក៏ចង់មើលដែរថាតើគេអាចការស្នាដៃផ្នែកលោកបានអស្ចារ្យកម្រិតណាទៅ សម្ដីលោកប្រធានចង់បានន័យថាអ្នកស្នងមរតកធ្វើការនៅផ្នែកលក់របស់ពួកយើង អញ្ចឹងបានន័យថាក្រុមហ៊ុនដែលនៅក្បែរយើងសុទ្ធតែអាចជាទីយាតស្នងមរតកបន្លំខ្លួនតាមមែនទេ អូ យើងមិនឡើងឆាកទើបធ្វើឲ្យមនុស្សពេញមួយក្រុមហ៊ុនចង់ដឹងកាន់តែខ្លាំងពីអត្តសញ្ញាណទីយិត្តស្នងមរតកតើមែនទេ មានតតែសោះថាតែពួកគេនាំគ្នានិយាយថាទីយិត្តស្នងមរតកគឺជាមនុស្សផ្សេង និយាយលេងសើចស្អីតើអាចជានរណាផ្សេងទៅ ពួកគេថាជាប្រធានផ្នែកលក់ស៊ូម៉ង ជានាងមិនអាចទៅរួចទេ តែថាពួកគេនិយាយអញ្ចឹងច្បាស់ជាមានផុសតាងខ្លះទៀតថាបានលឺលោកប្រធាននិយាយដោយផ្ទាល់ថាក្រុមហ៊ុនទាំងមូលនឹងបកគលឲ្យនាងអ្នកប្រុសតែអាចទៅរួចដែរទេថាអ្នកប្រុសមានប្អូនស្រីសាច់ឆ្ងាយម្នាក់ទៀត អញ្ចឹងការដែលនាងចាញ់មុខការពារយើងជួយនិយាយឲ្យយើងនឹងសរសើរថាយើងសង្ហា អ្នកប្រុសគិតមើលថាបុគ្គលិកណាទុកក្រុមហ៊ុនដោយផ្ទះខ្លួនឯងមិនពេញចិត្តណាជានឹងច្បាស់ជាដោយសារមានខ្នងធំ ឬមួយនាងពិតជា អ្នកប្រុសស្រីម្នាក់នេះមិនធម្មតាទេនាងមកដណ្ដើមមរតកអ្នកប្រុសហើយ ប្រធានផ្នែកស៊ូនេះជាពងមាត់ឲ្យម៉ែខ្ញុំចាំឲ្យអ្នកនាងជាពិសេសស្រស់ស្រស់ល្អណាស់និងជាពងមាត់ខ្សែពិតពិតម៉ែខ្ញុំផ្ដាំថាត្រូវតែជូនអ្នកនាងអូជួយអរគុណគាត់ជំនួសខ្ញុំផងមិនបាច់គូសំទេអ្នកនាងទទួលយកទេ ប្រធានផ្នែកស៊ូនេះជាទឹកដោះគោដែលខ្ញុំកំងទិញមួយថែមមួយនៅមកកាយជូនអ្នកនាង អេឈប់សិនមិនបានទេនាងទៅវិញទេប្រធានផ្នែកស៊ូនាងផ្លាយធ្វើរបស់ខ្ញុំថ្មីថ្មីស្រស់ស្រស់ល្អណាស់ កាហ្វេរបស់ខ្ញុំ នេះពួកនាង
ចង់លេងស្អីហ្នឹងមិនក៏ស្ដាប់តែមកធ្វើចិត្តល្អដាក់ខ្ញុំឬមួយក៏ពួកគេលួចមើលក្តារពិនិត្យសុខភាពខ្ញុំ ខំយកចិត្តយកខ្លាំយ៉ាងនេះឬមួយក៏នាងជាកូនស្រីលួចលាក់របស់ប៉ាពិតមែន ញ៉ាំខែតអំអន់នៅតុខ្ញុំមានរបស់ញ៉ាំច្រើនណាស់មិនខ្វះទេបើលោកចង់ញ៉ាំអីអាចទៅយកញ៉ាំបានគ្រប់ពេល ប្រធានផ្នែកស៊ូឃើញពួកគេខំយកចិត្តនាងណានាងមានខ្នងធំមែនទេ ខ្ញុំ លេងល្បែងអៃបបនៅកន្លែងធ្វើការតើសមរម្យដែរទេបើធានផ្នែកស៊ូញ៉ាំរបស់ខ្ញុំវិញទៅគឺជាទឹកដកគូសេរីរៀងមានសារធាតុចិញ្ចឹមល្អត្រូវហើយល្ងាចនេះមានណាត់ទៅញ៉ាំបាយពេលល្ងាចនៅក្រុមការងារយេឈឹងបើខ្លាចថាដៃជប់ពេក ខ្ញុំអាចកំដរប្រធានផ្នែកស៊ូបានចប់កម្មវិធីខ្ញុំនឹងជូនទៅផ្ទះ អាឡនេះមកពីណាទៅចាំមកអែបអបណាស់នាងលឿនជាងទៀត ក្រែងធម្មតាលោកស្អប់ពិធីជួបជុំបែបនេះណាស់មែនទេហេតុអីបានជាពេលនេះស្ម័គ្រចិន គឺខ្ញុំចង់រៀនសូត្រពីប្រធានផ្នែកស៊ូដើម្បីបង្កើនសមត្ថភាពឲ្យខ្ពស់ជាងនេះមនុស្សដូចជាខ្ញុំនេះមិនមានចំណូលចិត្តអ្វីផ្សេងច្រើនទេចំណូលចិត្តទី1ជួបជុំគ្នាពិភាក្សារឿងផឹកស៊ីចំណូលចិត្តទី2រាប់អានមនុស្សស្រីស្អាតស្អាតក្រុមហ៊ុនបញ្ជូនប្រធានផ្នែកស៊ូស្រស់ស្អាតមកចរចាត្រូវចិត្តរបស់ខ្ញុំបឹបតែម្ដង លោកប្រធានវាងប្រហែលផឹកសវឹងខ្លាំងឡើងភ្លេចរឿងការងារហើយមិនអញ្ចឹងយើងចុះកិច្ចសន្យាសិនល្អទេ កិច្ចសន្យាទុកមកឡៃសិនផឹកមកកៅជាមួយខ្ញុំសិនទៅអូបកែផឹកណាស់តើនេះអ្នកកំឡោះម្នាក់នេះដូចជាធ្លាប់ស្គាល់ ពេលជាបុគ្គលិកផ្នែកលក់ទៅតែចូលថ្មីប្រធានវាងក្រសែភ្នែកមើលមនុស្សរបស់លោកក៏ខំមុនដែរ ក្មេងចូលថ្មីប្រធានផ្នែកផឹកអស់មកកៅទៅហើយជាកូនចៅគួរណាស់តែផឹកឲ្យបានច្រើនកៅដើម្បីជាការគោរពណាខ្ញុំត្រូវបើកឡានផឹកមិនបាននោះទេបានន័យថាមិនហ៊ានមិនផ្ដោតកិត្តិយសដល់ខ្ញុំផងពួកឯងឈរថ្មឹងធ្វើស្អីទៀតបង្រៀនច្បាប់ទម្លាប់វាទៅ មិនបានពីក្រុមហ៊ុនស៊ូមិនស្គាល់ច្បាប់ទម្លាប់ដើមឡើយក៏តែចង់ឲ្យផឹកចំនួនលោកវាងមួយកែវតែស្អាតជើញឲ្យបាយចេះមិនចង់ផឹកថ្ងៃនេះបើផឹកសារទាំងនេះមិនអស់ទេខ្ញុំចេញពីទីនេះបាន ឈប់សិនរឿងស្រាទុកឲ្យខ្ញុំមនុស្សខ្ញុំយកទៅជាមួយ ខានជួបគ្នាប្រហែលខែប្រធានផ្នែកស៊ូមិនត្រឹមតែស្រស់ស្អាតចរិតក៏រាងកាយជាងមុនដែរចរិតនាងបែបនេះខ្ញុំចូលចិត្តតែថាក្មេងចូលថ្មីរបស់នាងមើលទៅដូចជាមិនដឹងខ្យល់អីសោះត្រឹមនាងផឹកចំនួនមួយកែវមិនទាន់គ្រប់គ្រាន់ទេហ្នឹង អញ្ចឹងប្រធានវាងចង់យ៉ាងម៉េចវិញ កងត្រាមួយច្បាប់នេះមានតម្លៃ300រៀលណៃដួលរបស់នាងច្បាស់ជាបានជា100ច្រើនណាស់ត្រូវទេខណៈដែលប្រធានផ្នែកស៊ូរកលុយបានច្រើនម្លឹងមិនគិតផ្ដោតប្រយោជន៍ឲ្យខ្ញុំខ្លះទេ បើខ្ញុំជេរលោកចំនួនវិញបានអត់ មាត់ច្រើនគ្រាន់បើយើងអស់ពេកនាងបានចិត្តអត់ទៀតដូចជាពួកឯងមិនសមធ្វើការជាមួយសម្ព័ន្ធទូទេយើងនឹងឲ្យឯងបាត់ឈ្មោះពីវិស័យនេះ ត្រឹមដល់ពេលទៅគឺបានហើយចាំបាច់អីឲ្យកិច្ចសន្យាចោលមិនចេះអត់ធ្មត់នាំឲ្យខូចកិច្ចការធំ ធ្វើឲ្យយើងបាត់ឈ្មោះពីវិស័យនេះឋានៈឯងជាស្អីបុគ្គលិកតូចតាចដូចជាឯងយើងចង់ឲ្យញិចខ្ទេចពេលណាក៏បានដែរថ្ងៃនេះឯងទាំងពីរកុំសង្ឃឹមចេញបានឲ្យសោះអញ្ចឹងសាកបាន មិនស្មានថាគេមករអិលសម្ដីត្រង់យ៉ាងនេះតោះ នាងនៅឲ្យស្ងៀម ឯងឆ្លើយណាស់ អាយ៉ូស្រីម្នាក់នេះខ្លាំងជាងអាម្នាក់នោះទៀតអាយ៉ូ ណាស់បានហើយ អាយ៉ូ ពួកឯងអត់ប្រយោជន៍ណាស់ឆាប់ទៅរកអ្នកចាត់ការហាងនេះភ្លាមទៅចាប់ពួកវាយកមកឲ្យយើងភ្លាម ឈប់សិនខ្ញុំចង់ថាមិនក៏រត់ពេលដែលខ្ញុំជួបនឹងលោកខ្ញុំត្រូវតែរត់កិច្ចរហូតអញ្ចឹង រត់គេច គ្មានអីទេមិញនេះលោកបានភាពក្លាហានមកពីណាតតាំងនឹងប្រធានវាងនោះឬមួយលោកមិនខ្លាចគេយកទៅប្តឹងអូហ្វៃហ្វឹងហើយដេញលោកចេញពីក្រុមហ៊ុនទេអី មើលតាមកម្រិតមាននិងអំណាចគេមិនទាន់ធ្វើស្អីខ្ញុំបានទេ លយណាលោកសំដែងសំមិនក៏ផែនដីវល់ខ្លាំងយ៉ាងនេះ មិនក៏លោកមានច្រើនម្លេះមានដល់ទៅ3 4 មិញនេះមិនក៏នាងស្ដាប់តាមសម្ដីគេឲ្យផឹកស្រានោះទាំងដែលនាងមានតំណែងផ្ទាល់នឹងលោកប្រធានមិនក៏មិនបដិសេធ លោក កុំក្អួត មិញលោកថាមិញ ណាស់ហើយចុះតោះយើង
ដៃតិចល្អណាស់ ស្រីល្ងងចេញមកផុសស្រាជំនួសទេឡើងខ្លួនឯងសង្វឹងជុះ លោកមិនមែនជាគេទេលោកគឺជាមនុស្សរបស់ខ្ញុំចង់ធ្វើបាបកូនចៅខ្ញុំត្រូវរំលងខ្ញុំសិនខ្ញុំមើលទៅលោកសង្ហានណាស់ បែបនេះខ្ញុំបើកឡានមិនកើតទេអារម្មណ៍មួយនេះមិនក៏យល់ថាដូចយប់នោះម្លេះស៊ូម៉ងប្រធានផ្នែកស៊ូខ្ញុំប្រធានផ្នែកស៊ូគ្មានអីចង់ប្រាប់ខ្ញុំទេ មានតែរឿងកិច្ចសន្យាដែលលោកហៃចោលនោះថ្ងៃនេះប្រុងដោះស្រាយយ៉ាងម៉េចជាមួយអូហៃហ្វឹងមិនចឹងសម្រាប់កំហុសទាំងអស់មកលើខ្ញុំលោកជាបុគ្គលិកថ្មីបើឲ្យគេចាប់បានកំហុសលើកនេះច្បាស់ជាត្រូវរៀបបងវៃបានខាន មិនមែនរឿងនឹងទេគឺម្សិលមិញនៅលើឡាន ម្សិលមិញនៅលើឡានខ្ញុំដេកលក់បាត់ហើយតើមានរឿងអីមែនទេ នាងអត់ចាំសោះមែនទេនាងហើយនឹងខ្ញុំបាន បានស្អីនិយាយមកអូ កងត្រាចូលចាំមកត្រូវគ្នាក៏ឲ្យចូលមកកាញ់ហើយចោលអញ្ចឹងឥឡូវក្រុមហ៊ុនយើងឈឹងកំពុងមកទីនេះដើម្បីទាមទារសំណងខូចខាតហើយ អ្នកឲ្យកិច្ចសន្យាគឺជាខ្ញុំបើមានបញ្ហាអីខ្ញុំទទួលខុសត្រូវ អាណានាងមិនចាំបាច់ជួយក្មេងដែលទើបចូលថ្មីម្នាក់នេះទេខ្ញុំស៊ើបដឹងរឿងរ៉ាវឲ្យហើយគ្រប់ចាំបង្កឡើងគឺមកពីគេម្នាក់ឯងមិនចាំបាច់មកធ្វើការទៀតទេហ៊ានមកករឿងឲ្យប្រធានផ្នែកស៊ូកំហុសគឺមិនអាចលើកលែងឲ្យបានទេ នេះមែនទេជារបៀបដែលប្រធានអូដោះស្រាយការងារនេះមែនទេជារបៀបដែលប្រធានអូដោះស្រាយការងារ លោកប្រធានរឿងរ៉ាវជាមួយក្រុមហ៊ុនជាឈឹងលោកបានដឹងឲ្យហើយមែនទេ ថ្ងៃនេះបើយើងមិនមកទេលោកនឹងបណ្ដេញបុគ្គលិកថ្នាក់ទាបម្នាក់នេះដើម្បីដោះស្រាយបញ្ហាបាត់បង់នឹងយើងមែនទេយើងដឹងរឿងគ្រប់យ៉ាងអស់ហើយតាមហេតុមកពីប្រធានក្រុមហ៊ុនយិនឆឹងប្រើសម្ដីបំពេញលើប្រធានផ្នែកទូមុនហើយបុគ្គលិកថ្មីម្នាក់គេធ្វើដើម្បីការពារប្រធានផ្នែកទូទើបតែចិត្តឲ្យកំសាចោល ថាម៉េចបាំងជាឈឹងម្នាក់នេះពិតជាតាមធំមែន យើងចេញបញ្ជាហើយឲ្យផ្ដាច់កិច្ចសហការនឹងក្រុមហ៊ុនយិនឆឹងទាំងអស់នៅប្រកាសមករកទីពួកគេរហូត លោកប្រធានពិតជាឆ្លៀវពេកមែនបាំងជាឈឹងម្នាក់នោះថ្លើមធំឆ្លៀវដល់ការលើកកូនស្រីប្រធានក្រុមហ៊ុនស៊ូលើកនេះគេជួបរបស់ពុតហើយ ថ្ងៃក្រោយស៊ើបរឿងឲ្យច្បាស់មុននឹងធ្វើការសម្រេចចិត្តពុំនោះទេយើងមិនខ្លាចនឹងរកមនុស្សមានសមត្ថភាពជាងលោកបានអង្គុយតំណែងនេះទេ បាទលោកប្រធាន លោកប្រធានចាំជាមនុស្សល្អមែនបើជាចេញមកជួយលោកអេរឿងការប្រជុំមិញមានតែយើងពីរនាក់ទេដែលដឹងតើហេតុអីបានជាគាត់ដឹង អាចថាជាអ្នកធ្វើការនៅក្នុងហាងជាអ្នកនិយាយប្រាប់គាត់ហើយ មែនទេ នាងរងភាពអយុត្តិធម៌ច្រើនយ៉ាងនេះហេតុអីមិនប្រាប់លោកប្រធាន ខ្ញុំគ្មានទំនាក់ទំនងអីចិត្តដិតនឹងគាត់ផងមិននឹងហ៊ានរំខានមនុស្សចាស់ដូចគាត់ទេ គ្មានទំនាក់ទំនង បើទោះជាមានក៏គង់តែប្រើអស់ដែរចង់ធ្វើកិច្ចការធំខ្លួនឯងត្រូវតែរឹងមាំទោះជាលោកប្រធានមិនបន្តពួកយើងក៏ដោយតែពួកយើងបានធ្វើឲ្យខូចគម្រោងធំមានតម្លៃ300លានបើគិតតាមហេតុផលការងារយើងត្រូវរកគម្រោងប៉ះប៉ូវឲ្យក្រុមហ៊ុនវិញ មិននឹកស្មានសោះថានាងមានចិត្តស្រឡាញ់ក្រុមហ៊ុនយ៉ាងនេះ រឿងនេះលោកមិនយល់ទេក្រុមហ៊ុនប្រើខ្ញុំធ្វើការដោយគោកបីតែខ្ញុំទុកក្រុមហ៊ុនដោយស្នេហាគ្រាដំបងតែទូរស័ព្ទមួយផ្លែតសិនអាឡូអ្នកចាត់ការចាងអេអ្នកចាត់ការឈិនអាឡូអ្នកចាត់ការលីខ្ញុំតកោស៊ូទូរស័ព្ទទៅពីក្រុមហ៊ុនស៊ូរឿងបរិខាពេទ្យនាំចូលពីអាមេរិកដែលលោកចង់បានលើកមុនឥឡូវយើងមានតំណែងផ្គត់ផ្គង់តម្លៃ300លានតើលោកនៅត្រូវការវាទៀតដែរឬអត់ មិនត្រូវការទេ គិតមើលទៅ កុំលេងសើច លោកងងមែន សម្ព័ន្ធស៊ូមានគម្រោងធំតម្លៃ300លានយកក្រុមហ៊ុនយើងចុះកិច្ចសន្យាទៅ នៅសោកសោកមិនដឹងដេកលក់តាំងពីអង្កាលក្រុមហ៊ុនយិនសឹងចង់ចុះកិច្ចសន្យាជាមួយក្រុមហ៊ុនយើងគឺថាប្រធានក្រុមហ៊ុនយិនសឹងនេះជាអ្នកមានគុណជួយជីវិតខ្ញុំថ្ងៃក្រោយខ្ញុំច្បាស់ជាទៅជួបគេដោយផ្ទាល់ដើម្បីធ្វើការអរគុណគេឲ្យបានត្រឹមត្រូវ ក្រុមហ៊ុនខាងក្រៅច្រើនណាស់ចង់សហការនឹងពួកយើងនាងកុំយកទុកក្នុងចិត្តពេកអី អ្នកប្រុសយកវិញមានរឿងអីទៅយកក្រុមហ៊ុនលោកទៅចុះកងតានឹងសប៉ុនស៊ូដោយផ្ទេរលុយពីហាប៉ៅឆ្វេងទៅហាប៉ៅស្ដាំ យើងមានគម្រោងច្បាស់ហើយឯងកុំខ្វល់ អត្តសញ្ញាណស្រីម្នាក់នោះស៊ើបដឹងណា
យើងសាកចិត្តនាងច្រើនដងហើយប៉ុន្តែនាងគ្មានទំនាក់ទំនងអ្វីនឹងលោកប៉ាទេ អាកប្បកិរិយារបស់នាងមើលទៅចម្លែកខ្លាំងណាស់ថែមទាំងម្នាក់ប៉ិនអែបអបអូហើយហ្វឹងនោះអោនក្បាលចំពោះនាងណាខ្ញុំថានាងមិនធម្មតាទេ ប្រហែលជានាងជាមនុស្សក្លាហានហ៊ានតតាំងនឹងរឿងអយុត្តិធម៌នៅក្រុមហ៊ុន អ្នកប្រុសកុំប្រាប់ណាថាលោកស្នេហ៍នាង យើងគ្រាន់តែនិយាយផ្អែកទៅលើពាក្យចចាមអារ៉ាមដែលគេថានាងជាកូនស្រីលាក់មុខរបស់លោកប៉ាមិនទំនងពិតជាមិនទំនងសោះ អ្នកប្រុសនាងអាចជាប្រុសស្រីបង្កើតឲ្យពុករੂម្ដាយទីតីហាប់ដាច់ខាតមានចិត្តលើនាង ឯងនិយាយឈួតស្អីទៅ បំណងរបស់ខ្ញុំគឺ ខ្ញុំ ម្នាក់នេះជាមិត្តលោកមែនទេមិនក៏ខ្ញុំមិនដែលឃើញគេពីមុនសោះអញ្ចឹង គេជាមិត្តរួមការងារខ្ញុំនៅកន្លែងចាស់ នៅកន្លែងធ្វើការចាស់ហីតែលើគេឲ្យលោកថាអ្នកប្រុសមើលទៅគេជាប្រុសស្អាតនៅបាតដែរហើយ គេខ្ញុំ មិនអាចទេអ្នកទៅពេលក្លាហានពេកហើយពេលនេះជាក្រុមហ៊ុនណាបដូររបៀបហៅគ្នាខ្លះក៏ល្អការដែលហៅគ្នាថាអ្នកប្រុសច្បាស់ពេកហើយ នេះទៅសមាជិកភាពរបស់គាត់ហើយ ក៏មិនសូវជាច្បាស់ប្រមាណអីនោះដែរគ្រាន់តែគិតថាអ្នកទាំងពីរហៅគ្នាអញ្ចឹងបើមានអ្នកកំណត់មិនល្អមិនរួចស្ដាប់ឮអាចបង្កជារឿងស្មុគស្មាញ ថ្ងៃក្រោយខ្ញុំមិនឲ្យពួកគេហៅអញ្ចឹងនោះទេបើឲ្យគេដឹងថាជាកូនប្រុសប្រធានក្រុមហ៊ុននឹងពិបាកធ្វើការងារផ្សេង ពួកគេអញ្ចឹងមិនមែនតែម្នាក់ទេអី គ្រប់គ្នាសុទ្ធតែហៅខ្ញុំអញ្ចឹង ព្រះអើយក្មេងសម័យនេះចូលធ្វើការមិនចេះលាក់ប្រវត្តិការងារទេឬយ៉ាងម៉េចអ្នកប្រុសពេលនេះលោកគឺជាបុគ្គលិកផ្នែកលក់លោកត្រូវស្គាល់តួនាទីខ្លួនឯងឲ្យបានច្បាស់រឿងរ៉ាវមិនល្អកាលពីមុនត្រូវតែបំភ្លេចចោលឲ្យអស់ បាទយល់ហើយ ចេះកែខ្លួនមករកផ្លូវល្អពិតជាល្អណាស់ កែខ្លួនមកផ្លូវល្អ ចាំទិញ អ្នកប្រុសស្រីម្នាក់នេះមិនធម្មតាទេទំនងអត្តសញ្ញាណអ្នកប្រុសហើយទើបបានជារឿងលោកប្រធាននាងខំបដិសេធ តែមិញនេះនាងបញ្ជាក់ថាខ្វល់ពីខ្ញុំមិនស្មុគស្មាញដោយឯងគិតទេ ស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក ឯងនិយាយថាម៉េច អូអ្នកប្រុសបើអ្នកប្រុសមិនជឿសម្ដីខ្ញុំទេនោះពួកយើងអាចស៊ើបប្រវត្តិស៊ូមងបានអាចរកឃើញតម្រុយថ្មីក៏ថាបាន អាឡូម៉ែ នាងកូនចិត្តដៃយើងឯងវាលុយមកលើកមុនមិនក៏លុយមិនតាន់លូតចូលកងយើងទៀតឯងនេះកាន់តែរឹងទៅតឹងនឹងយើងហើយ ខ្ញុំបានប្រាប់ម៉ាក់ច្បាស់ហើយថាខ្ញុំឈឺក្បាលលុយនោះខ្ញុំទុកយកទៅពេទ្យម៉ាក់មិនសួរទុកខ្ញុំមិនបានក៏មិនខ្វល់ថាខ្ញុំរស់ឬមួយក៏ស្លាប់ដឹងអត់ពេទ្យថាខ្ញុំកើតមហារីក ធ្វើពុតឈឺនេះឈឺនោះទៀតទៅយើងប្រាប់ឯងណាតាប៉ៅឥឡូវនេះគេមានមិត្តស្រីហើយជាកូនអ្នកមានស្រុកស្ដាំទៀតយើងនឹងមិនឲ្យឯងធ្វើខូចការទេ រឿងតាប៉ាយមានមិត្តស្រីពាក់ព័ន្ធស្អីនឹងខ្ញុំទៅរឿងអីខ្ញុំត្រូវផ្ញើលុយអីគេ ព្រោះគេជាបងប្រុសឯងបង្កើតប្រាក់ខែរបស់ឯងកាលពីលើកមុននោះល្មមត្រឹមអង្គថ្លៃរំលោះផ្ទះប៉ុណ្ណោះឥឡូវនេះគេមានមិត្តស្រីច្បាស់ជាត្រូវមានឡានជិះឲ្យសមមុខមាត់ហើយយើងចាំបានថាកាលប៉ាឯងស្លាប់គាត់បន្សល់ទុកប្រាក់សន្សំ3សែនឲ្យឯងឆាប់យកមកទិញឡានឲ្យប្អូនភ្លាម ម៉ាក់បើសិនជាខ្ញុំប្រាប់ម៉ាក់ថាខ្ញុំរស់មិនបានយូរទៀតទេនោះម៉ាក់នៅបង្ខំខ្ញុំទៀតទេ